គ្រួសារមានសុខសភាកាន់តែសម្បូរអ្នកមានដងសិល្បៈបន្តវេនមិនថាចម្រៀងភាពយន្តនិងពិធីករបើនិយាយពីរឿងរ៉ាវឯកជននិងដំណើរលើវិថីសិល្បៈខ្លះៗរបស់អ្នកនាងមានសុខសភាច្បាស់ជាមានអ្នកគ្រប់គ្រងជាច្រើនច្បាស់ជាបានជ្រាបហើយនៅក្នុងគ្រួសារអ្នកនាងមានសុខសភាមិនមែនមានតែអ្នកនាងម្នាក់នោះទេដែលមានដងជាអ្នកសិល្បៈក្នុងនោះគេបានដឹងថាអ្នកនាងមានសុខសភាមានបងប្រុសបង្កើតគឺលោកមានសុខរតនៈក៏ជាអតីតតារាចម្រៀងនិងជាអ្នកដឹកនាំដ៏ល្បីមួយរូបនិងមានប្អូនជីដូនមួយប៉ុន្មានរូបក៏ជាអ្នកសិល្បៈដែរមិនត្រឹមតែប៉ុណ្ណោះសូម្បីតែក្មួយៗបង្កើតរបស់អ្នកនាងមានសុខសភាទាំង3រូបដែលជាកូនរបស់លោកមានសុខរតនៈក៏កំពុងតែបោះជំហាននៅលើវិថីសិល្បៈដូចគ្នាដែរនៅក្នុងនោះដែរក្មួយៗទាំង3របស់អ្នកនាងមានសុខសភាមានទេពកោសល្យនៅក្នុងការសម្ដែងការច្រៀងនិងជាពិធីការនីទៀតផងក្នុងនោះរួមមានទី1កញ្ញាមាសសុខដារីនីទី2កញ្ញាមាសសុខវិរិយាទី3កុមារាមាសសុខរតនសម្បត្តិម្នាក់ៗបានបង្ហាញនៅសញ្ញាល្អៗជាបណ្ដានៅក្នុងវិស័យសិល្បៈឲ្យទស្សនិកជនបានឃើញដើម្បីកត់ចំណាំជាក់ស្ដែងកូនប្រុសរបស់លោកមាសសុខរតនៈគឺកុមារាមាសសុខរតនសម្បត្តិបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីបានបង្ហាញខ្លួនលើខ្សែភាពយន្តមានចំណងជើងថាបងអាឈួតដែលអាចឆក់យកបេះដូងអ្នកទស្សនាបានយ៉ាងច្រើនភ្លុកទឹកភ្លុកដីព្រោះចេះដាក់អារម្មណ៍បានយ៉ាងល្អមិនឲ្យអ្នកដឹកនាំខកបំណងបើតាមសម្ដីរបស់លោករតនៈជាបងរបស់សោភាថ្លែងថាពិតជាមិនទៅណាឆ្ងាយពីសិល្បៈនោះទេលោកធ្លាប់ចេញរកស៊ីតែអត់ដែលបានផលនោះទេចុះឡើងមានតែសិល្បៈនេះហើយម្ល៉េះហើយនៅក្នុងគ្រួសារលោកមានតែសិល្បៈតាំងពីពូមីងឥឡូវតដល់កូនចៅទៀត